ប៉ុន្តែតំណឹងឃើញណាព្រមនេះស្ដាប់ចាអញ្ចឹងទៅឥឡូវសុំនេះខ្ញីយើងមានខ្ញីចាខ្ញុំមានខ្ញីហើយខ្ញុំមានទឹកក្តៅអូនមួយកែវចាប្រេនរបស់កូនភ្លុះមកយើងហ្នឹងហើយប្រេនកូនខ្មែរទៀតអត់ដឹងរសជាតិមិនគេណាដែលវាបងដាក់ភីវឯណាព្រោះបងចាំម្នាក់ថាកាហ្វេខ្មៅហើយបន្តមកទៀតអត់ដាក់ស្ករហើយដាក់តែដល់កូសូហេយកតែប៉ុណ្្នឹងឯងហើយចឹងមកហ្នឹងចឹងត្រូវចាឥឡូវភ្លក់សិនណាខេឡូដាក់ម៉ាំងទៅលេងងើយទៅមានអីត្រូវដល់បងព្រោះ David គេហូបគេស្គាល់រសជាតិកាហ្វេគេព្រោះអត់ដាក់ស្ករត្រូវហើយប្រិមត្តយើងបាទអូខេស្រួលដែរចឹងចាចឹងកាលនេះការដាក់ហើយតែ David ម្ដងណាចា David គេកាហ្វេដាក់ល្មៀតអូពីរអ្នកនេះដឹងសុខភាពយកឡយកទៅណាអស់ហើយសយកទៅណាអស់ហើយបងប្អូនតែញ៉ាំល្មៀតញ៉ាំខ្ចីរាល់ព្រឹកណាបងប្អូនខ្ចីគោដែរកោហើយណាសពណាហើយសពហើយជប់ចាជប់កុំឲ្យវាចូលគ្នាខ្ញុំនេះជូតនេះមកស្អីពីនេះអញទេតាដើម្បីហៅប្រិមិត្តសៀមប្រិមិត្តជួយ share បងប្អូនក្នុង Facebook ណាហើយមួយទៀតប្រិមិត្តនេះប្រិមិត្តមានទេអត់បាទបងប្អូនមានឆុងញ៉ាំមួយគ្នាឆុងហូបឥឡូវហ្នឹងទាំងអស់គ្នាតាបើអត់មានទេទិញណាបាទទិញពីយើងតាមលេខពួកយើងពីរនាក់ចាដឹកយកឲ្យនេះយើងឆុងតែមកទឹកក្តៅប៉ុណ្ណឹងសុភាមកសុភាកាហ្វេយើងប៉ុណ្ណឹងទៅបានណាហើយហត់ទៅឈ្ងុយចាពេលខ្លះយើងបាច់យកចំោះទៅហត់ទេយើងគ្រាន់តាមកោប៉ុណ្ណឹងក៏វាប្រហែលដែរហ្នឹងមកបងប្អូននិយាយមែនតើណាចានេះអញ្ចឹងព្រលឹមឡើងយើងញៀនខ្ញីដាក់ចូលមួយល្មៀតទៅវាកាន់តែចាប់ជាតិទៀតហ្នឹងមិនទេនិយាយមែនបងប្អូនមានពេលឆុងមួយតែក្តៅហូបអីព្រោះតែដឹងតែកាហ្វេដឹងតែបងប្អូនរកព្រឹកដឹងតែមានហើយអញ្ចឹងបងប្អូនដាក់លាជាមួយបានពេលញ៉ាំហើយវាអត់ធ្វើឲ្យបងប្អូនពិបាកញ៉ាំនិយាយទៅវាគ្រាន់តែបន្ថែមរសជាតិខ្ញីល្មៀតចូលទៅបន្ថែមទៀតអញ្ចឹងណាហើយអត់ប៉ះពាល់ដល់សុខភាពទេប្រិមិត្តបាទព្រោះអានេះវាបើសិនជាបងប្អូនហូបអត់ដាក់ស្ករអានឹងល្អហ្មងបាទបើបងប្អូនចេះហូបកាហ្វេខ្មៅទៀតកាន់តែល្អអត់ដាក់ស្ករហើយកាហ្វេខ្មៅឬក៏ espresso ហ្នឹងណាហើយថែមម្សៅល្មៀតយើងក៏បានបន្ថែមខ្ញីក៏បានខ្ជិលក៏បានអូកាន់តែល្អសម្រាប់សុខភាពប្រិមិត្តណាបាទញ៉ាំចឹងហូបក៏បាទហ្នឹងហើយបាយយើងស្រួលខ្លួនទៀតណាចាបានតោះមែនណោះឆ្ងល់មែនតើណាប្រិមត្តសាចំនួនកំណើតដែលបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ 37,714 ក្នុងឆ្នាំ2025បើទោះជាមានការលើកទឹកចិត្តច្រើនពីរាជរដ្ឋាភិបាលដើម្បីឲ្យពួកគេមានកូនច្រើនក៏ដោយដែលបានបញ្ចប់កំណើតរយៈពេល2ឆ្នាំនេះគឺបើយោងទៅតាមសារព័ត៌មានរបស់កាសែត The Post តួលេខនេះក៏ទាបជាងគោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើនកំណើតចំនួន 20% ពីកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រពីមុនដែលបានកត់ត្រានៅក្នុងឆ្នាំ2022ហើយអ្នកជំនាញនិងឪពុកម្ដាយនិយាយថារដ្ឋាភិបាលត្រូវដោះស្រាយមូលដ្ឋាននៃអត្រាកំណើតទាបរបស់ទីក្រុងវិញចាំមានន័យថាអញ្ចឹងទៅមើលពីដើមចំនៃបញ្ហាកុំព្យាយាមមកដោះស្រាយនៅចាគេហៅថាចុងក្រោយនៃបញ្ហាចាទៅមើលពីដើមចំនៃបញ្ហាវិញអញ្ចឹងនៅពាក់ព័ន្ធជាមួយនឹងអត្រាកំណើតទាបនេះគឺស្ថិតនៅក្នុងការពិចារណារបស់រដ្ឋាភិបាលរបស់ហុងកុងនៅក្នុងការជួយសម្រួលបែបណាខ្លះអញ្ចឹងបើយោងទៅតាមព័ត៌មាននេះគឺគេបានបញ្ជាក់ថាអូខេអរគុណណាអរគុណសម្រាប់មូលហេតុដែលធ្វើឲ្យនៅហុងកុងចំនួនប្រជាពលរដ្ឋតិចហើយនឹងអ្នកដែលយកកូនចាប់ផ្ដើមតិចហ្នឹងគឺមកពីអញ្ចឹងប្រិមត្តនេះស្ដាប់គឺហុងកុងបានកត់ត្រាកំណើនត្រឹមតែ 31,711 នាក់ 14 នាក់តែកណាក្នុងឆ្នាំ2025តែ 30,000 នាក់ជាងហ្នឹងហើយនេះគឺជាចំនួនដែលទាបបំផុតនៅក្នុងកំណត់ត្រាហើយបើសួរថាហេតុអីថ្លៃដើមរស់នៅខ្ពស់អញ្ចឹងតម្លៃផ្ទះសម្បែងនិងថ្លៃជួលនៅតែថ្លៃបំផុតនៅក្នុងពិភពលោកថ្លៃចិញ្ចឹមកូនទាំងការសិក្សាទាំងការបង្រៀនទាំងការថែទាំសុខភាពអីខ្ពស់ខ្លាំងអញ្ចឹងគូស្វាមីភរិយាជាច្រើនមានអារម្មណ៍ថាពួកគេមិនមានលទ្ធភាពនៅក្នុងការបីបាច់ថែរក្សាកូននិងឧបត្ថម្ភកូនឲ្យបានគ្រប់គ្រាន់ទេបន្តមកទៀតគឺអាពាហ៍ពិពាហ៍យឺតយ៉ាវគឺគ្រាន់រៀបការហើយនៅមួយទៀតហ្នឹងគឺអ្នកសម្រេចចិត្តចូលជាអ្នកមានគូហ្នឹងគឺវាតិចជាងមុនព្រោះមនុស្សដូចអត់សូវសវត្ថនឹងយកកូនយកប្តីដូចមុនទៀតចឹងណាចាហើយមួយទៀតគឺសម្ពាធការងារនិងរបៀបរស់នៅទីក្រុងហុងកុងគឺម៉ោងធ្វើការយូរចាហើយតរយៈភាពការងារនិងជីវិតហ្នឹងគឺវាមានកំណត់ពេកហើយជាពិសេសរបៀបរស់នៅទីក្រុងហ្នឹងគឺមានភាពតានតឹងទៅទៀតនៅទីក្រុងហុងកុងអញ្ចឹងធ្វើឲ្យមនុស្សពេញវ័យក្មេងជាច្រើនហ្នឹងគឺផ្ដល់អត្ថប្រយោជន៍សំខាន់ទៅលើអាជីពនិងសេរីភាពផ្ទាល់ខ្លួនគេអាចបានគិតដល់ទៅលើរឿងមានកូនដែលជាបន្ទុកនោះទេនិងចំណុចមួយទៀតនៅទីក្រុងហុងកុងគឺខ្វះទំនុកចិត្តទៅលើអនាគតអញ្ចឹងកង្វល់រួមមានហ្នឹងគឺភាពអត់ប្រកបវិជ្ជារបស់ពួកគាត់ថាផ្នែកសេដ្ឋកិច្ចរបស់ហុងកុងទៅមុខទៀតបែបម៉េចអីចឹងទៅហើយនយោបាយសង្គមនៅហុងកុង
ងនឹងបែបណាហើយមួយទៀតសម្ពាធអប់រំទៅលើកុមារផ្ទាល់ពួកកុមារឥឡូវហ្នឹងគឺមានការប្រែប្រួលចំណង់ចំណូលចិត្តអីផ្សេងៗអញ្ចឹងនៅពេលដែលមនុស្សមានអារម្មណ៍ថាអត់ស្រួលពួកគេក៏ចាប់ផ្ដើមពជាកំណើតតែម្ដងហើយនឹងមួយទៀតគឺការលើកទឹកចិត្តនៅមានកម្រិតឬក៏រយៈពេលខ្លីពេកប្រាក់រង្វាន់ទារកម្ដងម្កាលឬក៏ជួយអីហ្នឹងវាបែបសង្ខេបវាអត់បានយូរអញ្ចឹងណាប៉ុន្តែពួកគេក៏មិនមែនទៅផ្ដោតសំខាន់លើហ្នឹងដែរប៉ុន្តែគឺចង់ឲ្យធ្វើមិនក៏ដោយធ្វើអីដែលជួយអីបានយូរអង្វែងកុំមកឆាយអញ្ចឹងណាព្រោះគ្រួសារភាគច្រើនគឺគិតអំពីអត្ថប្រយោជន៍រយៈពេលវែងមិនមែនតែមួយឆ្នាំដំបូងនោះទេអញ្ចឹងនេះគឺជាមូលហេតុដែលធ្វើឲ្យហុងកុងមានកំណើនទាបដែលធ្វើឲ្យចំនួនមនុស្សចាស់កើនឡើងយ៉ាងឆាប់រហ័សកម្លាំងពលកម្មរួមតូចជាងមុនកំណើនសេដ្ឋកិច្ចក៏យឺតយ៉ាវសម្ពាធកាន់តែច្រើនទៅលើប្រាក់សោធនក៏ដូចជាការថែទាំសុខភាពការពឹងផ្អែកកាន់តែខ្លាំងទៅលើអន្តោប្រវេសន៍ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនឯងផងដែរអញ្ចឹងនេះគឺជាបញ្ហារបស់ប្រទេសរបស់ទីក្រុងហុងកុងហើយបញ្ហារបស់ទីក្រុងហុងកុងនេះបើសួរថាចម្លែកអត់វាដូចអត់អីទេព្រោះដោយសារតែមិនមែនមានតែហុងកុងមួយទេឥឡូវនេះជប៉ុនកូរ៉េខាងត្បូងតៃវ៉ាន់ចិនសង្ហបុរីហ្នឹងក៏ប្រឈមមុខបញ្ហាដូចគ្នាដែរនៅពេលដែលត្រាកូនធ្លាក់ចុះទាបបែបហ្នឹងគឺវាពិបាកខ្លាំងវាដូចបញ្ជាសេដ្ឋកិច្ចគ្នាអញ្ចឹងណាប្រមាណនេះស្ដាប់អញ្ចឹងចំណុចនេះគឺគេនៅតែបន្តលើកទឹកចិត្តឲ្យមនុស្សយកកូនឲ្យបានច្រើនដើម្បីទ្រទ្រង់ទៅដល់សេដ្ឋកិច្ចព្រោះការយកកូនគឺជាការទ្រទ្រង់សេដ្ឋកិច្ចមួយដូចគ្នាផងដែរចា៎បាទទេជាច្រើនជាពិសេសគឺនៅអឺរ៉ុបបាទនៅអឺរ៉ុបវិញក៏កំពុងតែបាទ